ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះសូមធ្វើវីដេអូមួយដែលនិយាយអំពីសុភាសិតខ្មែរដែលចែងថាចូលស្ទឹងតាមបត់ចូលស្រុកតាមទេសមានបងប្អូនកូនក្មួយមួយចំនួនយកសុភាសិតនេះមកអនុវត្តមិនត្រូវតាមពិតសុភាសិតខ្មែរល្អណាស់ចាស់ទុំចង់បង្រៀនកូនចៅជំនាន់ក្រោយឲ្យចេះសម្របខ្លួនទៅតាមកលៈទេសៈតាមពេលវេលាតាមតំបន់តាមស្រុកតាមទេសពាក្យថាសម្របខ្លួននេះគឺសម្របទៅតាមប្រពៃណីទំនៀមទម្លាប់ច្បាប់សិលធម៌ការស្លៀកពាក់ការនិយាយស្ដីទៅតាមតំបន់ទៅតាមស្រុកតាមភូមិដែលយើងបានទៅរស់នៅកន្លែងធ្វើការងារប៉ុន្តែសូមបញ្ជាក់ថាសុភាសិតបុរាណខ្មែរអត់ដែលអប់រំឲ្យកូនចៅណាយកទៅអនុវត្តអំពើអសិលធម៌អំពើបំពានច្បាប់នោះទេសូមចែកឲ្យដាច់ថាអ្វីទៅការសម្របខ្លួននិងអ្វីទៅជាការបំពានឧទាហរណ៍យើងនាំគ្នាជិះបញ្ច្រាសទឹះដែលបំពានច្បាប់ចរាចរណ៍ហើយយកសុភាសិតនេះទៅបិទបាំងអំពើអាក្រក់របស់យើងដោយពោលថាចូលស្ទឹងតាមបត់ចូលស្រុកតាមទេសយូរទៅអ្នកដែលល្អត្រឹមត្រូវដែលប្រព្រឹត្តតាមច្បាប់ទម្លាប់ហើយមិនបានធ្វើទៅតាមមនុស្សដែលប្រព្រឹត្តខុសច្បាប់ទៅជាខុសទៅវិញនេះគួរឲ្យអស់សំណើចហើយហាក់បីដូចជាដូនតាយើងអប់រំឲ្យប្រព្រឹត្តអំពើមិនគប្បីចឹងទេបងប្អូនកូនក្មួយយកសុភាសិតនេះទៅអនុវត្តឲ្យបានត្រឹមត្រូវជាងនេះគឺសម្របខ្លួនទៅតាមសិលធម៌តាមក្រមសិលធម៌តាមវិជ្ជាជីវៈតាមច្បាប់តាមទម្លាប់នៅក្នុងសង្គមជាតិនៅក្នុងសហគមន៍នៅក្នុងភូមិឃុំរបស់យើងស្រុកទេសយើងគឺបើច្បាប់ចែងយ៉ាងម៉េចយើងធ្វើបែបនោះមិនមែនចូលស្រុកតាមទេសឬចូលស្ទឹងតាមបត់ជិះបច្រាសទឹះគ្នាច្រើនធ្វើតាមគេថាចូលស្ទឹងតាមបត់ចូលស្រុកតាមទេសគំនិតបុគ្គលខ្ញុំគឺមិនត្រឹមត្រូវបើអនុវត្តបែបនេះមានន័យថាដូនតាយើងអប់រំមកគឺមិនល្អទេខ្ញុំមិនជឿថាដូនតាយើងអប់រំឲ្យធ្វើបែបនេះទេប៉ុន្តែបើសិនជាការដែលបញ្ចេញយោបល់របស់ខ្ញុំនេះវាផ្ទុយពីគោលគំនិតរបស់បងប្អូនគិតក៏ខ្ញុំសូមអភ័យទោសខ្ញុំសូមបញ្ជាក់ថាការដែលបញ្ចេញមតិខ្ញុំតែងតែនិយាយថាជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំក៏មិនមានបញ្ញាបាធិនឹងការចងចាំឯណាខ្លាំងជាងមហាជនទេព្រោះនៅក្នុងសន្ទាប់មហាជនមានអ្នកយល់អ្នកចេះអ្នកដឹងច្រើនគ្រាន់តែគំនិតរបស់ខ្ញុំគឺគិតថាដូនតាខ្មែរគឺមានគំនិតផូរផង់ណាស់ហើយអប់រំកូនចៅឲ្យប្រព្រឹត្តតែអំពើល្អការដែលបំពានច្បាប់มันអាចចូលទៅក្នុងសុភាសិតទាំងនេះទេសូមអរគុណជូនពរបងប្អូនកូនក្មួយទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាសូមអរគុណសូមជម្រាបលា